សួស្តីអ្នកទាំងគ្នាថ្ងៃនេះគឺខ្ញុំមកចង់ប្រាប់អ្នកទាំងគ្នាអំពីរបៀបដាក់ VC នៅក្នុង Roblox ឬក៏គេហៅថាជា voice chat នៅក្នុង Roblox ណាអ្នកទាំងគ្នាតើកុំឲ្យខាតពេលយូរអញ្ចឹងអ្នកគ្នាចូលមកវីដេអូខ្ញុំទាំងគ្នាអញ្ចឹងជាដំបូងអ្នកគ្នាត្រូវចុចពាក្យ Tray Binder ឬគេហៅថា More ហើយតើអ្នកគ្នាអូសចុះក្រោមហើយអ្នកគ្នាចុចទៅពាក្យ Setting អ្នកគ្នាអាចមើលតាមនឹងបានហើយបន្ទាប់មកចុច Count Info អ្នកគ្នាមុននឹងធ្វើ voice chat អ្នកគ្នាត្រូវ add connect ជាមួយនឹង email របស់អ្នកគ្នាសិនចឹង email ដែលអ្នកគ្នាត្រូវ connect នឹង email នឹងត្រូវអ្នកគ្នាត្រូវចាំកូដឬក៏ចាំឈ្មោះចឹងណាតើអ្នកគ្នាវាយហើយអ្នកគ្នាចុច add email ហើយអ្នកគ្នាត្រូវចុច verify សិនដើម្បីឲ្យវា contact ជាមួយនឹង voice chat ដើម្បីឲ្យយើងធ្វើបានហើយតើមកយើងចូលទៅកាន់ email ហើយ verify email មកអ្នកគ្នាហើយក្នុងការចុច verify email នោះក៏រូបលក្ខណ៍មានជាមួយនឹងការថែមមួយឲ្យអ្នកទាំងគ្នាមួយដែរមួយនឹងអាចពាក់បានណាអ្នកទាំងគ្នាបន្ទាប់មកយើងចូលជាមួយនឹងរូបលក្ខណ៍វិញបន្ទាប់មកអ្នកទាំងគ្នាចុចពាក្យថា account info ទៅដែរអ្នកគ្នាឃើញពាក្យ verify my age គាត់អ្នកគ្នាចុច verify my age នឹងមកហើយបន្ទាប់មកវានឹងចេញ start season មកហើយអញ្ចឹងអ្នកគ្នាចុចតាមវាប្រាប់នឹងមកជាបន្តមកទៀតអ្នកគ្នាចុច begin មកអ្នកគ្នា select ដែលប្រទេសអ្នកគ្នាមកអ្នកគ្នាដាក់ Cambodia ក៏បានដែរហើយបញ្ជាក់បន្តិចអាខាងលើហ្នឹងគឺជាតសញ្ញាណប័ណ្ណអាខាងក្រោមគឺជាឆ្លងដែនរបស់អ្នកគ្នាអាចដាក់មួយណាក៏បានដែរហើយបន្តមកអ្នកគ្នាធ្វើតាមគេប្រាប់ឲ្យថតតសញ្ញាណប័ណ្ណនៅខាងមុខចឹងណាហើយ complete all ជាមួយនឹងកាមេរ៉ាផងចឹងកន្លែងនេះខ្ញុំអត់អាចដាក់បានទេដោយសារតែនេះគឺជាតសញ្ញាណប័ណ្ណបងខ្ញុំណាអ្នកទាំងគ្នាអាចយកតញៀនបានណាគេក៏បានដែរហើយបន្ទាប់មកអ្នកគេធ្វើតាមលក្ខខណ្ឌដែលគេឲ្យយើងធ្វើនឹងមកបន្ទាប់ពីអ្នកគេចុចថតហើយអ្នកទាំងគ្នាចុចពាក្យថា use this photo ដែលអ្នកគេថតត្រូវអ្នកគេអាចមើលតាមនឹងបានខ្ញុំបញ្ជាក់ហើយអ្នកគេរងចាំបន្តិចដើម្បីវាវល់អាហ្នឹងរៀងយូរបន្តិចហើយកន្លែងនេះវិញគឺវាដាក់ថ្ងៃខែឆ្នាំកំណើតដើម្បីបញ្ជាក់ពីតញ្ញាណប័ណ្ណរបស់យើងហើយបន្ទាប់មកអ្នកគ្នានឹងមកដល់កន្លែងថ្មីគឺជា get start ដែលគេឲ្យអ្នកទាំងគ្នាធ្វើការជាមួយនឹងថតមុខដើម្បីផ្ទៀងផ្ទាត់ជាមួយនឹងតសញ្ញាណប័ណ្ណរបស់អ្នកទាំងគ្នាហើយអ្នកទាំងគ្នាចុច get start and all ជាមួយនឹងកាមេរ៉ាដើម្បីថតចឹងណាហើយបន្ទាប់មកអ្នកគ្នារងចាំ present ដែលថាយើងកំពុងថតជាដំបូងគេឲ្យយើងថតនៅខាងមុខសិនណាមុខសិនបន្ទាប់មកគេឲ្យបាយសម្ភារណាគេធ្វើទៅគេនឹងឲ្យធ្វើតាមនឹងហើយឥឡូវនេះគឺយើងដាក់ជោគជ័យអ្នកគ្នាគេដាក់ថា congratulations you done yes ចឹងអ្នកគ្នាអាចធ្វើតាមខ្ញុំបានគឺងាយទេអ្នកគ្នាអាចយកតែញ៉ាំបានមកអ្នកគេមកដាក់ក៏បានដែរចឹងបន្ទាប់ពីដាក់ហើយយើងទៅចូលទៅកាន់ Roblox វិញខ្ញុំប្រាប់អ្នកគ្នាពីរបៀបបើក VC ហ្នឹងចឹងណាចឹងអ្នកគ្នាចុចពាក្យថា more ចុចពាក្យថា more អស់ចុចក្រោមហើយចុចពាក្យ setting បន្ទាប់មកអ្នកគ្នាចុចពាក្យទី3ដែលជាពាក្យ privacy អ្នកគ្នាបន្ទាប់ពីចុចហើយអ្នកគ្នានឹងឃើញពាក្យថា communicationបន្ទាប់ពីចុចហើយអ្នកគ្នាឃើញពាក្យថា voice chat ចឹងអ្នកគ្នា enable ជាមួយនឹង voice chat នឹងមកដើម្បីទៅចូលទៅលេងទៅឃើញអាចនិយាយគ្នាបានហ្នឹងហើយអ្នកទាំងគ្នាបើមានកំហុសខុសឆ្គងកន្លែងណាសូមអ្នកគ្នាអធិស្ឋានដល់ខ្ញុំផងព្រោះខ្ញុំនិយាយនេះអត់សូវចេះនិយាយបានទេហើយខ្ញុំក៏បង្កើត new account ដោយសារតែខ្ញុំចង់បង្កើត content ប្រាប់អ្នកគ្នាដែរ